ផ្លូវខូចដែរហ្នឹងអ្នកនាងបាញ់ផ្លូវស្អាតយើងថាស្អាតទៅផ្លូវខូចថាខូចចឹងទៅខូចច្រើនទៅផ្លូវឬក៏គេពងជួសជុលតែម៉ូតូខ្ញុំដីប៉ុណ្ណេះស្រួលជិះបើលើខ្នងកស៊ូងាងម៉ូតូបែរដែរហ្នឹងនៅលើខ្នងកស៊ូវាជិះអត់លឿនទេម៉ូតូខ្ញុំភាពរៀបសម្មែនសម្រាប់ជិះលឿនទេខ្ញុំរៀបឲ្យខ្លាំងហើយនិយាយទៅរៀបឲ្យខ្លាំងហ្នឹងហ្មងអត់ចង់ជិះលឿនទេវាអាចនឹងបានវាអាចបាន70-80 គីឡូម៉ែត្រក្នុង1ម៉ោងដែរកុំព្យូទ័រចឹងម៉ូតូនេះគឺខ្ញុំរៀបសម្រាប់កម្លាំងឲ្យវាខ្លាំងអត់ឲ្យវាលឿនទេហើយដោយសារកង់ម៉ូតូខ្ញុំវាធំហ្នឹងអញ្ចឹងរៀបឲ្យវាខ្លាំងតែអត់លឿនទេកម្លាំងដូច250អញ្ចឹងតែល្បឿនដូចធូរទេមានចឹងទៀតឥឡូវនេះនៅទឹកដីកំពង់ឆ្នាំងឥឡូវណាអត់ទាន់ចូលដល់កំពង់ធំទេសោកទង20-30 គីឡូទៀតបានដល់ទឹកដីកំពង់ធំអញ្ចឹងលឿននេះគាត់ថាខ្ញុំត្រូវបកទៅខាងកំពង់ថ្មវិញអញ្ចឹងជិះលើដីអត់ងាងទេម៉ូតូជិះលើដីអត់ងាងហ្មងឡើងភ្នំឡើងអីក៏អត់ងាងដែរអត់ប្រឹងទេវាធូរលហុយទៅហ្មងណាតែជិះលើខ្នងកស៊ូលឿនងាងម៉ាស៊ីនអូក្លុក